ជោមជំពូក29លោកជោមរំលឹកពីគ្រាដែលលោកបានរុងរឿងខ1លោកជោមរៀបរាប់សារជាថ្មីដូចតទៅខ2ខ្ញុំប្រាថ្នាឲ្យបានដោយការពីមុនគឺនៅគ្រាដែលព្រះជាម្ចាស់មើលថែទាំខ្ញុំខ3នៅគ្រាដែលចង្កៀងរបស់ព្រះអង្គបំភ្លឺខ្ញុំហើយពន្លឺរបស់ព្រះអង្គនាំខ្ញុំឲ្យដើរកាត់ភាពងងឹតខ4ពេលខ្ញុំកំពុងតែចម្រុងចម្រើននោះព្រះជាម្ចាស់ជាមើលសម្លាញ់របស់ខ្ញុំព្រះអង្គជួយការពារក្រុមគ្រួសាររបស់ខ្ញុំខ5ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតគង់នៅជាមួយខ្ញុំហើយកូនចៅរបស់ខ្ញុំក៏នៅជុំវិញខ្ញុំដែរខ6វងសត្វរបស់ខ្ញុំផ្ដល់ទឹកដោះឲ្យខ្ញុំចាំងបរិបូរណ៍ចំការអូលីវរបស់ខ្ញុំផ្ដល់ប្រេងដ៏ច្រើនហូរហៀមកខ្ញុំខ7ខ្ញុំចេញទៅមាត់ទ្វារក្រុងអង្គុយកាត់ក្តីក្នុងចំណោមពួកព្រឹទ្ធាចារ្យខ8ពួកយុវជនឃើញខ្ញុំគេនាំគ្នាដកខ្លួនថយពួកចាស់ទុំនាំគ្នាក្រោកឈរខ9ពួកមេដឹកនាំឈប់និជ័យចុកដៃខ្ទប់មាត់ហើយនៅស្ងៀមខ10ពួកអភិជនក៏នៅស្ងៀមស្ងាត់មិនហ៊ាននិយាយស្ដីទេខ11ពេលមនុស្សម្នាឮខ្ញុំនិយាយគេឲ្យពរខ្ញុំពេលឃើញខ្ញុំគេពរសរសើរខ្ញុំខ12ត្បិតពេលមនុស្សវេទនាស្រែកអង្វរខ្ញុំជួយយកអាសាគេហើយខ្ញុំក៏បានជួយក្មេងកំព្រាគ្មានទីពឹងដែរខ13អ្នកដែលហៀបនឹងស្លាប់តែងឲ្យពរខ្ញុំហើយខ្ញុំបានលើកទឹកចិត្តស្ត្រីមេម៉ាយឲ្យមានអំណរសប្បាយខ14សេចក្តីសុចរិតនៅជាប់ជាមួយខ្ញុំប្រៀបដូចជាសម្លៀកបំពាក់បិទបាំងកាយខ្ញុំហើយយុត្តិធម៌ក៏ប្រៀបដូចជាអាវធំនិងឈ្នូកក្បែររបស់ខ្ញុំដែរខ15ខ្ញុំធ្វើជាភ្នែករបស់មនុស្សខ្វាក់និងជាជើងរបស់មនុស្សខ្វិនខ16ខ្ញុំធ្វើជាឪពុករបស់ជនក្រីក្រហើយជួយរកខុសត្រូវឲ្យមនុស្សដែលខ្ញុំពុំស្គាល់ផងខ17ខ្ញុំបំបាក់ធ្គាមរបស់មនុស្សទុច្ចរិតដណ្ដើមយកជនរងគ្រោះពីចង្កូមរបស់គេខ18ពេលនោះខ្ញុំគិតថាខ្ញុំមុខជាមានអាយុវែងហើយខ្ញុំនឹងស្លាប់ក្នុងទីលំនៅដ៏កក់ក្ដៅរបស់ខ្ញុំខ19ខ្ញុំប្រៀបដូចជាដើមឈើដែលមានឫសចាក់ទៅរកទឹកហើយនៅពេលជប់មានសន្សើមធ្លាក់មកពីលើមេឃខ20ខ្ញុំនឹងទទួលកិត្តិយសមិនចេះចប់កម្លាំងរបស់ខ្ញុំចេះតែចម្រើនឡើងសារជាថ្មីដូចខ្សែធ្នូដែលគេរឹតយ៉ាងតឹងខ21មនុស្សម្នាត្រង់ត្រប់ស្ដាប់ពាក្យខ្ញុំពេលខ្ញុំផ្ដល់យោបល់គេនៅស្ងៀមស្ងាត់ខ22អ្វីដែលខ្ញុំនិយាយផុតទៅហើយនោះគ្មាននរណាប្រកែកតវ៉ាទេតែពួកគេទទួលយកទាំងអស់គ្នាខ23ពួកគេរងចាំខ្ញុំដូចរងចាំទឹកភ្លៀងគឺដូចអ្នកស្រែទន្ទឹងរងចាំភ្លៀងចុងរដូវខ24ពេលខ្ញុំញញឹមដាក់ពួកគេរកជឿមិនបានពួកគេរងចាំខ្ញុំសម្ដែងចិត្តមេត្តាករុណាចំពោះពួកគេខ25ខ្ញុំសុខចិត្តធ្វើជាមេដឹកនាំរបស់ពួកគេខ្ញុំនឹងបង្ហាញផ្លូវពួកគេហើយខ្ញុំស្ថិតនៅជាមួយពួកគេដោយស្ដេចស្ថិតនៅជាមួយកងទ័ពរបស់ខ្លួននិងដោយមនុស្សម្នាក់លើកទឹកចិត្តអស់អ្នកដែលកើតទុក្ខ